ចាអញ្ចឹងមុនពេលខ្លាយជាម្ដាយខ្ញុំតែងតែឮមានគេនិយាយប្រាប់ខ្ញុំថាអូយពិបាកខ្លាំងណាស់ពីព្រោះអីបន្ទាប់ពីយើងខ្លាយទៅជាម្ដាយផ្ទាល់យើងយល់ឃើញថាវាជាកម្លាំងចិត្តធំមួយដែលយើងអាចបង្កើតកូនមកបានចាអញ្ចឹងមុនពេលខ្លាយជាម្ដាយខ្ញុំតែងតែឮមានគេនិយាយប្រាប់ខ្ញុំថាអូយពិបាកខ្លាំងណាស់ពីព្រោះអីយើងនឹងពិបាកនៅក្នុងការបែងចែកពេលវេលាពេលដែលយើងធ្វើការហើយនឹងបំពេញតួនាទីជាម្ដាយមុនពេលយើងខ្លាយទៅជាម្ដាយធ្លាប់មានបទពិសោធន៍អ្នកដែលគាត់ស្គាល់គាត់ថាមុនពេលឲ្យយកកូនគឺអាចមានពេលវេលារវល់ច្រើនជាមួយនឹងការងារផងហើយនឹងការមើលថែកូនដូចគ្នាមនុស្សជាច្រើនគិតថាការធ្វើជាម្ដាយនៅកំឡុងពេលធ្វើការគឺជាផលលំបាកនិងមិនអាចធ្វើបានល្អទាំងពីរយ៉ាងទេប៉ុន្តែសម្រាប់ខ្ញុំវាគឺជាអ្វីដែលកែប្រែខ្ញុំធ្វើឲ្យខ្ញុំក្លាយទៅជាមនុស្សដែលកាន់តែមានវិន័យនិងមានការគ្រប់គ្រងពេលវេលារឹតតែល្អជាងមុនទៅទៀតខ្ញុំគិតថាវាត្រូវម្យ៉ាងដែរពីព្រោះអីអ្វីក៏ដោយក៏មានការដោះដូរដែរបើសិនជាយើងប្រើពេលវេលាច្រើនសម្រាប់នាទីជាម្ដាយអញ្ចឹងយើងអត់សូវបានធ្វើការងារម៉ានេះប៉ុន្តែខ្ញុំគិតថាមួយចំណែកទៀតបើសិនជាយើងចេះរៀបចំពេលវេលារបស់យើងថាតើមួយណាមានអត្ថប្រយោជន៍ជាងខ្ញុំគិតថាវា possible ហើយយើងបំពេញតួនាទីបានល្អទាំងពីរបន្ទាប់ពីយើងខ្លាយទៅជាម្ដាយផ្ទាល់យើងយល់ឃើញថាវាជាកម្លាំងចិត្តធំមួយដែលយើងអាចបង្កើតកូនមកបានហើយកម្លាំងចិត្តនឹងអាចជាការជំរុញឲ្យយើងធ្វើការងារបានល្អជាងមុនច្រើនការធ្វើជាម្ដាយបង្រៀនបានច្រើនបង្រៀនតាំងពីអ្វីដែលយើងអត់ចេះធ្វើពីមុនមកតែយើងនឹងចាប់ផ្ដើមរៀនធ្វើវាតាំងពីមានកូនមកនិយមន័យនៃភាពរឹងមាំរបស់ខ្ញុំត្រូវបានផ្លាស់ប្ដូរទាំងស្រុងការធ្វើជាម្ដាយអាចជាកម្លាំងចិត្តមួយដែលជំរុញឲ្យយើងមានភាពរឹងមាំពីកូនយើងទោះជានៅក្នុងស្ថានភាពការងារនៅហត់ប៉ុណ្ណាក៏យើងនៅតែមានការខំប្រឹងហើយនឹង balance ទៅលើការងារនៅផ្ទះក៏ដូចជាការងារផ្ទាល់ខ្លួនផងដែរអញ្ចឹងវាបង្ហាញឲ្យយើងឃើញថាយើងរឹងមាំជាងមុនដែលពីមុនមកយើងអាចដែរធ្វើការងារនឹងទេតែយើងមិននឹកស្មានថាយើងធ្វើការងារនឹងបានហើយធ្វើការងារបានទាំងព្រមជាមួយនឹងតួនាទីដែលយើងមាននៅក្នុងក្រុមហ៊ុនផងដែរការធ្វើជាម្ដាយអាចបង្រៀនយើងឲ្យចេះមានភាពអត់ធ្មត់ការអាណិតអាសូរជាងមុនទាំងមនុស្សជុំវិញខ្លួនទាំងមិត្តរួមការងារដូចគ្នាដែរនៅផ្ទះយើងបានផ្ដល់ក្តីស្រឡាញ់តាមរយៈការមើលថែនិងការផ្ដល់ពេលវេលាចំណែកឯនៅកន្លែងធ្វើការវាប្រែក្លាយទៅជាការដឹកនាំដោយការយល់ចិត្តគឺជាការគ្រប់គ្រងនិងការជួយឲ្យក្រុមការងារលូតលាស់ព្រោះការដឹកនាំពិតប្រាកដក៏ដូចជាការចិញ្ចឹមកូនដែរហើយវាក៏បង្រៀនឲ្យខ្ញុំយល់ផងដែរថាតម្រូវការមនុស្សម្នាក់គឺមានភាពខុសគ្នាហើយពួកគាត់ខ្ញុំត្រូវយល់ពីគាត់ដែលគាត់បង្រៀនខ្ញុំហ្នឹងគឺថាការយោគយល់គ្នានិងការសប្បុរសធម៌វានឹងជះឥទ្ធិពលល្អបំផុតជាមួយអ្នកធ្វើការត្រឡប់ទៅវិញខ្ញុំនៅតែជ្រើសរើសយកការធ្វើជាម្ដាយដោយសារខ្ញុំយល់ឃើញថាបន្ទាប់ពីមានបទពិសោធន៍ខ្លាចទៅជាម្ដាយរបស់គេហើយវាធ្វើឲ្យខ្ញុំផ្ទាល់គឺមានបទពិសោធន៍ហើយនឹងខ្ញុំក៏ចង់ធ្វើជាគំរូល្អឲ្យកូនខ្ញុំដូចគ្នាដែរបើក្រឡេកមើលទៅក្រោយខ្ញុំមិនដែលមើលថាជីវិតរបស់អ្នកម្ដាយនិងការងារគឺជាផ្នែកដាច់ដោយឡែកពីគ្នាទេវាគឺជាដំណើរការដែលរួមបញ្ចូលគ្នាហើយលើកស្ទួយគ្នាទៅវិញទៅមកបើខ្ញុំគិតត្រឡប់ទៅវិញបើសិនជាខ្ញុំអាចជ្រើសរើសបានខ្ញុំចង់ផ្ដល់ពេលវេលាឲ្យខ្លួនឯងស្រឡាញ់ខ្លួនឯងឲ្យបានច្រើនបន្តិចពីព្រោះកន្លងមកតែងតែគិតថាគ្រួសារការចិញ្ចឹមបីបាច់កូនហើយនឹងការធ្វើជាមេដឹកនាំហ្នឹងគឺវាជាអត្ថភាពប៉ុន្តែពេលខ្លះក៏ភ្លេចស្រឡាញ់ខ្លួនឯងដែរអញ្ចឹងខ្ញុំចង់ផ្ដល់ឱកាសផ្ដល់រង្វាន់ឲ្យខ្លួនឯងខ្លះនៅពេលដែលយើងធ្វើការមួយបានល្អ
ចង់អរគុណអ្នកម្ដាយដែលគាត់បានផ្ដល់នៅជីវិតមួយដ៏ប្រសើរអត់ដែលមានខ្វះខាតអីទេហើយមិនថាគាត់ខ្វះខាតប៉ុណ្ណាទេតែគាត់នៅតែដល់ឲ្យកូនអត់ដែលខ្វះទេអរគុណច្រើនអ្នកម្ដាយ នៅក្នុងបន្តប្រទេសកម្ពុជាហើយនៅពិភពលោកទាំងមូល Happy Master Days